ភូមិយើងនឹងសង់អាកាសយានរំសាយផ្ទះចូលវត្តផ្ទះនេះមួយហើយនិយាយពីសំណងតែខ្ញុំចាំបានបីគ្មាននរណាមកគូសទ្វារផ្ទះក្រោយមកទៅខ្ញុំនៅលើផែនការផ្ទះខ្ញុំត្រូវគេដាក់ក្រៅបន្ទាត់ក្រហមដោយចិត្តណាអញ្ចឹងខ្ញុំក៏ទៅរកតែចម្លើយដែលខ្ញុំទទួលបានគឺផែនការវាអញ្ចឹងគ្មានវិធីទេអ្នកចិត្តខាងឃើញហើយសើចចំអកថាឥឡូវល្អហើយនៅជាប់ផ្ទះចាស់អស់មួយជីវិតខ្ញុំមិននិយាយយកប្រាក់សន្សំទាំងអស់ចេញហើយខ្ចីបន្ថែមប្រម៉ូបាន5កន្លះឆ្នាំក្រោយផ្ទះចាស់ខ្លាយជាអគារ4ជាន់ព្យួរផ្លាកសញ្ញាសន្តាគារពុកនៅមុខទ្វារផ្លាកហាមភ្ញៀវមិនមែនអតិថិជនចូលខ្លាយជាទិដ្ឋភាពដែលចាប់អារម្មណ៍បំផុតនៅអាកាសដំណឹងសង់អាកាសយានធ្វើឲ្យកន្លែងឈ្មោះអាននីងរបស់លេងស្ងប់ស្ងាត់ទៀតសំណងនឹងផ្ទះជំនួសជីវិតថ្មីនាពេលខ្លាយជាប្រធានបទដែលគេនិយាយរថយន្តដែលមានស្លាករំសាយផ្ទះបើកចេញចូលតាមផ្លូវដីក្នុងស្រុកបុគ្គលិកកាន់ម៉ែត្រនិងសៀវភៅវាស់ផ្ទះនីមួយចុះឈ្មោះនឹងចរចាផ្ទះខ្ញុំនៅខាងកើតបំផុតអាគារ2ជាន់ចាស់មួយក្រោយពីឪពុកម្ដាយនៅសល់តែខ្ញុំម្នាក់ឯងថ្ងៃដំបូងរំសាយផ្ទះបើកាត់មុខផ្ទះខ្ញុំមិនឈប់ប្រហែលជាចាប់ផ្ដើមពីខាងលិចមិនទាន់ដល់វេនសប្តាហ៍ដំបូងអ្នកចិត្តខាងមីងលាវចរចាថាបានលុយច្រើនញឹមមិនឈប់គាត់ឃើញខ្ញុំតែនិយាយខ្លាំងថាផ្ទះឯងក៏ចិត្តដែរហើយខ្ញុំមកក្បាលញឹមខែដំបូងអ្នកនៅខាងកើតក៏ចាប់ផ្ដើមចុះកិច្ចសន្យាបន្តិចម្ដងអសក្រហមថារំសាយពេញជញ្ជាំងផ្ទះអ្នកភូមិគ្រប់គ្នាជញ្ជាំងផ្ទះខ្ញុំនៅតែប្រភេទដដែលខ្ញុំចាប់ផ្ដើមមានខ្ញុំទៅការិយាល័យចាំនៅច្រកកបៀង2ម៉ោងទើបជួបលោកអភិបាលស្រុកគាត់កំពុងរវល់និយាយខ្ញុំគាត់គ្រាន់តែញើសភ្នែកមើលដោយអផ្សុកមានរឿងអីលោកអភិបាលខ្ញុំចង់ពីការរុះរើប្រលានយន្តហោះហេតុអីគ្មានផ្ទះលីវៃមានដាក់ទូរស័ព្ទទាញផែនទីធំមួយចេញពីថតហើយស្រាយដាក់លើតុមើលដោយខ្លួនឯងខ្ញុំចូលទៅមើលចិត្តខ្ញុំធ្លាក់ចុះយ៉ាងខ្លាំងបន្ទាត់ក្រហមនៅលើផែនទីដោយកាំបិតមុតវាកាត់ជាប់នឹងជញ្ជាំងផ្ទះខ្ញុំដូចកោះដែលគេបំភ្លេចឯក៏នៅក្រៅបន្ទាត់ក្រហមនេះមានរឿងអីឬគេខុសគ្មានខុសទេផែនការកំណត់យ៉ាងហ្នឹងយើងក៏គ្មានវិតែហេតុអីរុះរើទាំងស្រុកហេតុអីរំលងតែផ្ទះខ្ញុំប្រាប់ហើយនេះជាការសម្រេចរបស់អ្នកជំនាញខ្ញុំធ្វើអីបានដល់មុំហើយខ្ញុំទៅវិញទៅនិយាយចោះយកកែវទឹកដើរចេញពីការិយាល័យក្រោយមកខ្ញុំត្រឡប់ពេលនោះលីវសឿនកំពុងបញ្ជាក្រុមហ៊ុនដឹកជញ្ជូនឲ្យដាក់គ្រឿងសង្ហារឹមលើឡានគាត់ឃើញខ្ញុំមុខស្រពោនក៏ញឹមចំអកទៅសួរហើយខ្ញុំថាមែនផ្ទះឯងពិបាកណាស់គេសង់ប្រលានយន្តហោះផ្ទះឯងនៅជាប់មាត់មិនរំខានអីទេរុះរើហើយត្រូវសង្លុយមិនចំណេញទេអ្នកចិត្តខាងម្នាក់ទៀតនិយាយថាល្អហើយពីនេះទៅស្រុកទាំងមូលនៅតែនៅផ្ទះចាស់នេះអស់មួយជីវិតព័ទ្ធជុំវិញដោយប្រលានឬសូរសំឡេងរហូតមែនហើយពេលយើងទាំងអស់គ្នាបានទៅនៅផ្ទះល្បែងថ្មីឯងនៅហិតផ្សែងយន្តហោះទៀតនឹងសំឡេងសាច់ខ្លាំងដូចចំចូលចាក់ត្រចៀកខ្ញុំមិនបានទៅឆ្លុះខ្ញុំគ្រាន់តែញើសមើលផ្ទះតូចដែលធំធាត់ជាមួយខ្ញុំដោយស្ងៀមស្ងាត់ចុងក្រោយឡានដឹកជញ្ជូនក៏បាក់ចេញទៅដោយសំឡេងក្រហមខ្ញុំឈរនៅលើផ្លូវដែលគ្មានមនុស្សម្នាក់យកទូរស័ព្ទចេញហើយចុចទូរស័ព្ទទៅនរណាម្នាក់អាឡូចៅវ៉ាន់មែនទេស៊ូឆាវហេតុអីស្រាប់តែខ្ញុំចង់ពិគ្រោះជាមួយអ្នកពីរឿងខ្ចីលុយចៅវ៉ាន់ជាមិត្តភក្តិតាំងពីរៀនផ្នែកហិរញ្ញវត្ថុឥឡូវនាងធ្វើជាអ្នកគ្រប់គ្រងអតិថិជននៅធនាគារខ្ចីលុយឯងមានបញ្ហាទេខ្ញុំចង់ជួសជុលផ្ទះចាស់នៅស្រុកជួសជុលខ្ញុំមើលថាស្រុកឯងគេក្រុងសង់ផ្ទះទាំងអស់ត្រូវផ្ទះខ្ញុំមិននៅក្នុងតំបន់រស់ខ្ញុំរៀបរាប់រឿងទាំងអស់ឲ្យនាងស្ដាប់នៅត្រើយម្ខាងទូរស័ព្ទឈ្នាមួយសន្ទុះនេះវាជិះជាន់គេហើយផែនទីគម្រោងមិនអាចចៃដន្យរំលងផ្ទះឯងបានមិនថាចៃដន្យឬអត់ទេវាមិនចឹងឯងក្រុងធ្វើមិនឯងនឹងនៅចាំផ្ទះចាស់នោះមែនទេខ្ញុំនឹងរុះវាចោលហើយឯងប្រកាសហើយនេះមិនមែនជាលុយតិចតួចទេប្រកាសឯងត្រូវការប៉ុន្មានខ្ញុំមានប្រាក់សន្សំ20ជាលុយដែលឪពុកម្ដាយនិងលុយដែលខ្ញុំសន្សំពីការងារខ្ញុំចង់ខ្ចីបន្ថែមសរុប50តួលេខនេះធ្វើឲ្យចៅវ៉ាន់នៅត្រើយដកដង្ហើមធំ500000ឯងគ្រាន់តែសង់ផ្ទះត្រូវការលុយច្រើនខ្ញុំមិនមែនសង់ភ្នែកខ្ញុំសម្លឹងទៅរូបរាងដ៏ធំនៃគម្រោងអាកាសយានដ្ឋានទីនោះនាពេលអនាគតនឹងមានមនុស្សច្រើនអ្នកជំនួយនឹងអ្នកផ្ទះខ្ញុំគឺនៅជិតអាកាសយានដ្ឋានហើយជាអគារឯកជនតែមួយគត់ដែលម្នាក់គិតថាបើយើងបើកសន្តាគារក្បែរប្រលានយន្តហោះថ្មីអនាគតវាល្អគាត់ឈរស្ងៀមភ្ញាក់គាត់ជាមនុស្សឆ្លៀមគាត់យល់ពីចិត្តណាខ្ញុំសន្តាគារអ្នកចង់បើកអ្នកលក់ហាងនេះធំពេកហើយចេះគ្រប់គ្រងអ្នកមានទំនាក់ទំនងហានិភ័យធំពេកហានិភ័យធំឬនៅជាប់ផ្ទះចាស់គ្មានអ្នកចង់ចាំវាលួយក្រោមសម្លេងយន្តហោះមួយណាគួរឲ្យខ្លាច30000មិនមែនតិចទេផ្ទះចាស់របស់អ្នកប្រហែលជាមិនគ្រប់តម្លៃហើយខ្ញុំដឹងពីប្រាក់ចំណេញហើយខ្ញុំអ្នកជាអ្នកជំនាញជួយមើលថាមានវិធីអ្វីទេអ្នកនៅតែស្ងៀមដូចមុនតែនិយាយម្ដងធ្វើឲ្យចឹងទេអាចយកឯកសារប្លង់ផ្ទះមករកខ្ញុំជួយរៀបចំមើលថាអាចទៅរកខ្ញុំមិនហ៊ានធានាថាបានតែខ្ញុំនឹងថ្ងៃបន្ទាប់ខ្ញុំយកក្តីសង្ឃឹមទាំងឡើងឡានជំនិះដំបងទៅទីក្រុងអរគុណអ្នកចៅវ៉ាន់អរគុណខ្ញុំចាំសន្តាគារបន្ទប់ប្រធានាធិបតីឥតគិតថ្លៃមួយជីវិតយកព្រមសន្យាហើយចៅវ៉ាន់សរសេរលើឯកសារផ្ទះខ្ញុំហើយទូរស័ព្ទរាប់សិបដងខ្ញុំទៅការិយាល័យជាច្រើនដំណើរការស្មុគស្មាញជាងខ្ញុំគិតបុគ្គលិកធនាគារឃើញប្លង់ផ្ទះដែលជាប់បន្ទាត់ក្រហមសុទ្ធតែមានមុខភ្ញាក់ផ្អើលគេគិតថាឲ្យខ្ចីលុយផ្ទះដែលជាប់ប្រលានយន្តហោះហានិភ័យខ្ពស់មិនគួរឲ្យដូច្នេះខ្ញុំពន្យល់ផែនការអាជីវកម្មម្ដងហើយម្ដងទៀតតែគេមើលខ្ញុំដែលមើលទៅស្ងៀមស្ងាត់ភ្នែកគាត់ពោពេញទៅដោយមានច្រើនដងដែលខ្ញុំគិតថាខ្ញុំនឹងទ្រាំមិនបានតែចៅវ៉ាន់តែងតែនៅក្បែរខ្ញុំជួយខ្ញុំកែលម្អផែនការរៀនខ្ញុំពីរបៀបនិយាយជាមួយបុគ្គលិកសូម្បីតែប្រើបណ្ដាញទំនាក់ទំនងអញ្ជើញប្រធានសាខាមួយសប្តាហ៍ក្រោយមកពេលខ្ញុំស្ទើរតែអស់សង្ឃឹមចៅវ៉ាន់ទូរស័ព្ទមកប្រាប់ថាប្រាក់កម្ចីត្រូវបានអនុម័តពិតទេខ្ញុំបានដាក់ពាក្យសច្ចាជាមួយនាយកធនាគារយកគម្រោងរបស់ជាគម្រោងច្នៃប្រឌិតសំខាន់គម្រោងសាឡបងតែបញ្ចុះខ្ញុំកាន់ទូរស័ព្ទយូរណាស់មិនអាចនិយាយអ្វីភ្នែកហូរចេញមកដោយមិនដឹងខ្លួនចៅវ៉ាន់អរគុណអ្នកណាទៅកុំអីគ្នាឯងពេលខ្ញុំបានលុយខ្ញុំនឹងអញ្ជើញអ្នកញ៉ាំបាយមិនបាច់ញ៉ាំបាយអ្នកប្រញាប់សង់សន្តាគារខ្ញុំរងចាំស្នាក់នៅបន្ទប់ពេលដាក់ទូរស័ព្ទខ្ញុំជូតទឹកភ្នែកដើរទៅមាត់មើលទៅខាងក្រៅឃើញប្រលានយន្តហោះដ៏ធំដែលកំពុងកន្លែងសំណង់ទូរស័ព្ទខ្ញុំទទួលបាន30ឃើញលុយ300,000ចិននេះខ្ញុំដកដង្ហើមធំមួយ50,000នេះជាទ្រព្យសម្បត្តិទាំងអស់របស់ខ្ញុំក្រុមសំណង់ដ៏ល្បីល្បាញបំផុតក្នុងអ្នកដឹកនាំក្រុមជាមនុស្សស្មោះត្រង់ពេលឃើញផ្ទះចាស់របស់ខ្ញុំគាត់ក៏ស្បាផ្ទះនេះឯងចង់រុះរើសង់ថ្មីមែនទេបាត់ពូវ៉ាខ្ញុំប្រាប់ឯងនៅជុំវិញនេះនឹងខ្លាយជាអញសង់ផ្ទះធម្មតានៅក៏មិនស្រួលដែរខ្ញុំយកប្លង់មួយចេញពើវ៉ាងកុំបារម្ភប្លង់ខ្ញុំបានឲ្យគេរចនាពើវ៉ាងទទួលប្លង់មើលតែមួយផ្លែភ្នែកគាត់ធំឡើងព្រះឲ្យ4ជាន់មានបន្ទប់ក្រោមដីនិងរៀបស្មើមើលទេសភាពឯងចង់សង់ផ្ទះតូចមួយនឹងហើយមិនមែនផ្ទះទេគឺសន្តាគារពើវ៉ាងនិងកម្មករខាងក្រោយភ្ញាក់ផ្អើលពួកគេមើលមុខគ្នាទៅវិញគាត់ដូចពួកធនាគារពីមុនដូចគ្នាបេះបិទឯងនិយាយលេងទេនៅកន្លែងដាច់ស្រយាលបើកសន្តាគារពីនេះទៅមុខកន្លែងនេះមិនដាច់ស្រយាលទៀតទេតំបន់ប្រលាននឹងខ្លាយជាកន្លែងដែលមានញឹកជាងគេលោកមេប៉ុស្តិ៍វ៉ាងស្ងៀមស្ងាត់សម្លឹងមើលភ្នែកដល់មើលគាត់សម្លឹងមើលផែនទីយូរងើបមុខមើលទីតាំងផ្ទះទឹកមុខគាត់ចាប់ផ្ដើមពីការសង្ស័យទៅជាការគិតក្រោយភ្នែកគាត់ភ្លឺឡើងខ្ញុំយល់ហើយឯងឆ្លាតណាស់ហើយថាចាប់ឱកាសមុនគេអ្នកផ្សេងគិតថាកន្លែងនេះស្លាប់តែបើគេចង់រកកន្លែងសន្តាគារឯងមិនមែនជាជំរឿនដែលគេឃើញពេលបើកភ្នែកពើវ៉ាងពូព្រមទទួលការងារនេះទេព្រមហេតុអ្វីមិនព្រមការងារគួរឲ្យចាប់អារម្មណ៍បែបរកកន្លែងណាទៀតពិបាកឯងទុកចិត្តផែនទីគូយ៉ាងណាខ្ញុំធ្វើយ៉ាងនោះធានាសង់ឲ្យឯងស្អាតហើយរឹងមាំរឿងនេះក៏សម្រេច
ថ្ងៃដែលរថយន្តឈូដេចូលទីធ្លាផ្ទះខ្ញុំសំឡេងខ្លាំងអ្នកចិត្តខាងដែលមិនទាន់រចេញរត់មកមើលលេងពេលគេឃើញអាគារតូចដែលផ្ទុកការចងចាំកុមារភាពខ្ញុំទាំងដួលរួមក្រោមដៃរថយន្តឈូដេគេស្រែកឧទានស៊ូឆាវនេះឈួតហើយផ្ទះល្អថារស់គាត់ចង់ធ្វើអីថាគាត់យកលុយច្រើនមកសង់ផ្ទះតូចស្អាតអ្នកមីងលីវក៏នៅក្នុងហ្វូងគាត់អប់ដៃសើចចំអកហឹមសង់ផ្ទះតូចខ្ញុំថាលុយច្រើនអត់កន្លែងសង់ហើយនៅម្នាក់ឯងផ្ទះធំយប់មិនខ្លាចទេព្រោះជុំវិញគ្មានអ្នកចិត្តខាងដូចនៅទីបញ្ចុះសក់គ្រាន់តែចង់រក្សាមុខទៅរងទុកប្រឆាំងនឹងផែនការតើមានផលល្អអ្វីសំឡេងជេកផ្សេងខ្ញុំមិនខ្វល់នឹងសំឡេងចំអកខ្ញុំគ្រាន់តែឈោមុខគំនោបាក់បែកមើលកម្មករចាប់ផ្ដើមសម្អាតគ្រឹះវាស់វែងមិនយូរប៉ុន្មានលោកអភិបាលស្រុកលីវគាត់អង្គុយក្នុងឡានសេដានខ្មៅបើកបង្អួចឡានហើយមើលពីចម្ងាយប្រហែលជាមិនថាខ្ញុំមិនទៅយំសុំគាត់ទេតែបែរជាធ្វើរឿងធំបែបនេះគាត់ឲ្យអ្នកបើកបរបើកឡានស្រែកហៅខ្ញុំតាមបង្អួចថាស៊ូឆាងលោកអភិបាលមានការអ្វីអញកំពុងធ្វើអីជួសជុលផ្ទះជួសជុលត្រូវរូបផ្ទះទាំងស្រុងអីនេះគឺសង់ថ្មីអញបានលិខិតអនុញ្ញាតហើយឬនៅបានហើយខ្ញុំយកឯកសារចេញពីកាបូបឯកសារដែលមានត្រាក្រសួងឲ្យគាត់មើលលោកលីវេមីនប្រែជាអាក្រក់គាត់មិននឹកថាខ្ញុំរៀបចំឯកសារគ្រប់យ៉ាងពេញលេញខ្ញុំដាស់តឿនឯងកុំធ្វើការសាងសង់អាកាសបើឯងហ៊ានរារាំងគឺមានសំណងខុសច្បាប់បន្ទោសខ្ញុំអភិបាលកុំរកសកម្មភាពរបស់តែស្ថិតក្នុងក្របខ័ណ្ឌច្បាប់ខ្ញុំមិនរារាំងអ្នកណាទេហើយសូមកុំឲ្យអ្នកណារារាំងលោកលីវេមីនស្ងាត់មួយប្រហែលជាមិនដែលឃើញខ្ញុំតឹងតែងបែបនេះទេគាត់ស្រែកហឺមួយដងបិទបង្អួចឡានហើយបើកបាត់ទៅខ្ញុំដឹងថាថ្ងៃនេះគាត់មកដើម្បីប្រមាននឹងសាកល្បងថ្ងៃបន្ទាប់ខ្ញុំស្ទើរតែនៅកន្លែងសំណងមិនយូរប៉ុន្មានគ្រឹះត្រូវបើដែកនឹងស៊ីម៉ងត្រូវបើស្រទាប់សាលដំបូលត្រូវបានខែទី1គ្រឹះនឹងក្រោមដីរួចរាល់ដល់ខែទី2សំណងធំហើយពេលចាក់បេតុងឡានចុងក្រោយនៅលើដំបូលជាន់ទី4វាងរំភើបដុតកម្មជ្រួចមួយខ្សែខ្ញុំឈរលើដំបូលអាគារដែលទើបនឹងធ្វើមើលចុះក្រោមដីដែលនៅពីឆ្ងាយប្រលានយន្តហោះក៏ច្បាស់ឡើងថ្ងៃនោះខ្ញុំកំពុងនៅកន្លែងសំណង់ពិភាក្សាពីសម្ភារៈស្រាប់តែឡានមួយបើកមកដល់យ៉ាងលឿនទ្វារឡានបើកចុះមកដល់មនុស្សជាង10គេស្លៀកឯកសណ្ឋានពីនាយកដឹកនាំជាបរិវ័យកណ្ដាលដែលខ្ញុំមុខមាត់ធ្ងន់ធ្ងរឈ្មោះស៊ុនលីវេមីនដើរតាមពីក្រោយមុខខ្ញុំតិចដែលពិបាកសង្កេតអ្នកណាជាអ្នកទទួលខ្ញុំហើយយើងជាក្រុមនាយកដ្ឋានរួមទទួលពាក្យបណ្ដឹងពីអ្នកមានការសាងសង់ខុសច្បាប់ធ្ងន់ធ្ងរគ្រោះថ្នាក់សុវត្ថិភាពហើយបំពុលបរិស្ថានខ្ញុំដឹងថាមានរឿងថាបញ្ហាមកដល់លីវេមីនជ្រុំខាងមិននិយាយអីតែភ្នែករីករាយនោះប្រាប់គ្រប់យ៉ាងឯកសារទាំងអស់របស់យើងស្របច្បាប់ការសាងសង់ក៏តាមស្តង់ដារស្របច្បាប់ឬអត់មិនមែនអ្នកថាទេពិនិត្យឲ្យហ្មត់ចត់កុំទុកឲ្យខានកន្លែងណាមួយមនុស្សនៅពីក្រោយគាត់ខ្ចាត់ខ្ចាយហ្វូងកណ្ដូបចូលកន្លែងសំណង់ខ្ញុំពួកគេកាន់ឧបករណ៍ផ្សេងចង់ឲ្យប្រាប់អាគាររបស់ខ្ញុំអ្នកខ្លះពិនិត្យប្រព័ន្ធអ្នកខ្លះវាស់សម្លេងអ្នកខ្លះយកគំរូខ្យល់អ្នកខ្លះមើលកំណត់ហេតុសាងសង់នឹងកម្មករភ្ញាក់ផ្អើលគេចង់ឡើងទៅជែកខ្ញុំរារាំងទុកឲ្យគេពិនិត្យដឹងថានេះជាការសងសឹករបស់កាន់តែមិនកាន់តែមិនត្រូវភ័យមួយរសៀលកន្លែងសំណង់ខ្ញុំឈប់ដំណើរការកម្មករត្រូវបង្ខំឈោមើលពួកគេរករឿងចន្លោះដែកនេះវាមិនត្រឹមត្រូវទេយកម៉ែត្រមកវាស់មើលការពារធូលីរបស់ឯងមិនត្រូវពីនៃឲ្យអាជ្ញាប័ណ្ណអនាម័យបាយដូចមិនដែរយកមកឲ្យខ្ញុំមើលគេរករឿងគ្រប់បែបយ៉ាងលីវេមីនចូលទឹកសឹកប្រាប់មេក្រុមសុននិយាយអ្វីមួយស្ងាត់បន្ទាប់មកទាំងពីរងាកមកមើលខ្ញុំដោយភ្នែកអាក្រក់ខ្ញុំនៅស្ងៀមគ្រាន់តែយកទូរស័ព្ទថតគ្រប់ចលនារបស់ថតមុខគ្រប់គ្នាឲ្យច្បាស់រហូតដល់ថ្ងៃចិត្តលេខគេរុករកកន្លែងសំណង់ស្ទើរតែគ្រប់កន្លែងចុងក្រោយគេប្រជុំគេក្រុមស៊ុនសង្ខេបបន្ទាប់ពីយើងពិនិត្យលម្អិតពេញមួយរសៀលកន្លែងសំណង់របស់អ្នកស្ទើរតែស្របតាមគាត់និយាយពាក្យនេះដោយមិនសូវស្ម័គ្រចិត្តខ្ញុំធូរចិត្តខ្ញុំដឹងតាំងពីថ្ងៃសម្រាប់ចិត្តសង់សន្តាគារខ្ញុំធ្វើគ្រប់លម្អិតល្អបំផុតខ្ញុំជួក្រុមហ៊ុនត្រួតពិនិត្យល្អបំផុតសម្ភារសំណង់នីមួយត្រូវមានវិញ្ញាបនបត្រការសាងសង់នីមួយធ្វើតាមគំនូរយ៉ាងតឹងរ៉ឹងខ្ញុំចង់សង់អាគារដែលគ្មានអ្នកណារករឿងបានពេលនោះមុខលីវេមីនប្រែជាអាក្រក់ខ្លាំងប៉ុន្តែដោយសារកន្លែងអ្នកនៅចិត្តប្រលានយន្តហោះជាគម្រោងសំខាន់ករណីពិសេសដើម្បីធានាកុំឲ្យមានបញ្ហាយើងសម្រេចឲ្យអ្នកឈប់សំណងមួយសប្តាហ៍ដើម្បីពិនិត្យខ្លួនឯងមកពីអីយើងមានបញ្ហាអីគ្មានបញ្ហាអីទេមកពីអីឲ្យឈប់នេះជាបញ្ជាបើមិនធ្វើតាមយើងដកអាជ្ញាប័ណ្ណសំណងរបស់អ្នកនេះហើយជាគោលដៅពិតរបស់គេលោកមិនឃើញកំហុសក៏ប្រើអំណាចបង្ខំឲ្យឈប់រាល់ថ្ងៃដែលពន្យាពេលគឺជាការខាតបង់យ៉ាងធំសម្រាប់ពេលនោះមុខលីវេមីនចាប់ផ្ដើមញឹមយ៉ាងពេញចិត្តគាត់ដើរមករកខ្ញុំស្ងាត់និយាយតែសំឡេងដែលយើងពីរនាក់ប៉ុណ្ណោះខ្ញុំធ្លាប់ប្រាប់អ្នកពីមុនហើយកុំធ្វើអីញ៉ៃនៅស្ងៀមរស់នៅមិនល្អទេចង់មកប្រជែងអ្នកប្រជែងឈ្នះទេខ្ញុំប្រាប់អ្នកនេះគ្រាន់តែជាការចាប់ផ្ដើមរាប់ណាខ្ញុំនៅទីនេះមួយសន្តាគារអ្នកមិនបានបើកដោយរលូនទេពាក្យគាត់ពោពេញទៅដោយការគំរាមកំហែងចំខ្ញុំមើលមុខគាត់ដែលខាញ់ហើយក្រអើតស្រាប់តែញឹមលីវេមីនខ្ញុំមានលេខទូរស័ព្ទអ្នកគ្រប់គ្រងពីការិយាល័យសំណង់និងបរិស្ថានទាំងអស់ខ្ញុំក៏ទើបតែផ្ញើវីដេអូដែលទៅមិត្តភក្តិខ្ញុំម្នាក់គាត់ធ្វើការនៅសារព័ត៌មានអ្នកបើខ្ញុំយករឿងដែលកើតឡើងរសៀលនេះប្រាប់ពួកគាត់ទាំងស្រុងតើនឹងទៅជាខ្ញុំគ្រាន់តែជាអ្នកចង់ផ្ទះសម្បែងរបស់ខ្លួនធម្មតាគ្មានអំណាចគ្មានឥទ្ធិពលត្រូវតែប្រើវិធីឆោតល្ងងនេះការពារខ្លួនសម្លេងខ្ញុំមិនខ្លាំងតែពាក្យនេះមួយដូចជាញួរធ្លាក់យ៉ាងខ្លាំងលើចិត្តលីវេមីនស្នាមញឹមគាត់កប់នៅលើមុខគាត់សម្លឹងមើលខ្ញុំដោយភ្នែកពោពេញដោយការមិនជឿគាត់ប្រហែលជាមិននឹកស្មានថាខ្ញុំជាកូនកំព្រាដែលគាត់គិតថាទុំខ្សោយនៅតែមានល្បិចលាក់ទុកបែបលោកស៊ុនក៏ដឹងថាបរិយាកាសមិនល្អតាមមកភ្លាមលោកលីវេមីនសម្លឹងមកខ្ញុំយ៉ាងខឹងដូចជាចង់លេបខ្ញុំទាំងរស់គាត់ខំថ្មិញចេញពាក្យពីចន្លោះថ្មិញថាឲ្យគាត់បន្តសាងសង់និយាយចប់គាត់ចូលឡានដោយមិនងាកក្រោយរត់គេចយ៉ាងអាម៉ាស់ក្រុមដែលហៅថាកម្លាំងក៏ដើរតាមគាត់យ៉ាងអាម៉ាស់សំឡេងស្រែកអបអរបន្លឺឡើងនៅកន្លែងវាងនឹងកម្មករទាំងអស់លើកមេដៃឲ្យខ្ញុំផ្អៀងខ្លួនលើជញ្ជាំងត្រជាក់ជើងខ្ញុំញ័រអស់ហើយមានតែខ្ញុំទេដែលខ្ញុំនិយាយទៅគាត់ពាក់កណ្ដាលពិតខ្ញុំថតវីដេអូទុកមែនតែរឿងអ្នកសារព័ត៌មានខ្ញុំប្រឌិតខ្ញុំភ្នាល់ថាលីវេមីនខ្លួនឯងគាត់មិនហ៊ានឲ្យរឿងធំខ្ញុំឈ្នះភ្នាល់តែខ្ញុំដឹងថាគាត់មិនទុកឲ្យខ្ញុំស្រួលទេខ្ញុំមើលពលឺទីក្រុងឆ្ងាយយកទូរស័ព្ទចេញមក Hello ចៅវ៉ាន់ខ្ញុំហាក់មានបញ្ហាធំហើយចៅវ៉ាន់កំពុងធ្វើការបន្ថែមម៉ោងស្ដាប់ខ្ញុំនិយាយរឿងរសៀលគាត់នៅស្ងៀមយូរណាស់ Hello អ្នកនៅស្ដាប់ទេកុំភ័យអីមុនខ្ញុំមិនភ័យទេខ្ញុំគ្រាន់តែចង់ដឹងថាត្រូវធ្វើម៉េចបន្ទាប់អ្នកទៅប្រឈមមុខគាត់នៅកន្លែងគាត់ប្រកាសជាខាត់ប្រយោជន៍ចុះអ្នកចង់ឲ្យខ្ញុំចាញ់គាត់មិនមែនទេខ្ញុំថាយើងត្រូវគិតវិធីផ្សេងវិធីអីស៊ុនស៊ីថាអ្នកចម្បាំងត្រូវប្រើផ្លូវត្រង់និងផ្លូវកាច់ឥឡូវឯកសារអ្នកពេញស្របច្បាប់នេះហើយជាផ្លូវត្រង់លីវេមីនចង់រករឿងអ្នកតែរកមិនគាត់ក៏ប្រើវិធីថោកទាបអ្វីដែលយើងត្រូវធ្វើគឺគាត់នៅកន្លែងដែលគាត់មិននឹកស្មានកន្លែងនោះជាអីគឺប្រលានយន្តហោះគម្រោងប្រលានអាននីងអ្វីជាចំណុចខ្លាំងរបស់សន្តាគារអ្នកគឺទីតាំងពិសេសរបស់វាគឺនៅជាប់ប្រលានដូច្នេះចាប់ពីពេលនេះ
អ្នកមិនត្រូវមើលតែតំបន់អាននាងតូចនេះទេកុំមើលតែលីវេមីនដែលជាមនុស្សថោកអ្នកត្រូវលើកកម្រិតគំនិតឲ្យស្មើនឹងគម្រោងប្រលានអ្នកត្រូវរកវិធីឲ្យអ្នកគ្រប់គ្រងគម្រោងចាត់ទុកអ្នកជាមនុស្សរបស់គេពាក្យចៅវ៉ាន់ដូចភ្លេចបន្ទោបំបែកអាប់នៅមុខខ្ញុំយល់ហើយលីវេមិនហ៊ានធ្វើបាបខ្ញុំដោយឥតខ្លាចបានទេព្រោះនៅក្នុងភ្នែកគាត់ខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលគ្មានអំណាចតែបើខ្ញុំអាចភ្ជាប់គម្រោងប្រលានយន្តហោះដ៏ធំលីវេមិនចង់ធ្វើអីខ្ញុំក៏ត្រូវគិតច្រើនតែបញ្ហាគឺភ្ជាប់ដោយរបៀបណាគម្រោងប្រលានយន្តហោះជាគម្រោងសំខាន់របស់ខេត្តនិងស្រុកអ្នកទទួលខុសត្រូវសុទ្ធតែជាថ្នាក់ដឹកនាំខ្ញុំមិនអាចទៅជួបគេផ្ទាល់បានទេអ្នកណាថាឲ្យអ្នកទៅជួបថ្នាក់ដឹកនាំផ្ទាល់ភ្លេចចំណុចខ្លាំងរបស់អ្នកហើយចំណុចខ្លាំងរបស់កន្លែងសំណង់របស់អ្នកឥឡូវនេះនៅក្រុងអាននីងក្រៅពីកន្លែងសំណង់ប្រលានជាកន្លែងតែមួយគត់ដែលមានពលករច្រើនពលករនៅកន្លែងសំណង់ប្រលានយ៉ាងហោចណាស់ក៏រាប់ពាន់នាក់គេញ៉ាំបាយយ៉ាងម៉េចគេដេកនៅណាហើយការចំណាយប្រចាំថ្ងៃវិញតាមអ្វីដែលខ្ញុំដឹងដើម្បីឲ្យទាន់ពេលគេប្រើការគ្រប់គ្រងបែបបិទចិត្តជីវិតពលករពិតជាគួរឲ្យធន់និងមិនស្រួលនៃរបស់អ្នកគឺឲ្យខ្ញុំទៅធ្វើមិនមែនគ្រាន់តែធ្វើចំនួនទេនេះជាឱកាសល្អបំផុតសម្រាប់អ្នកចូលទៅក្នុងគម្រោងអ្នកអាចប្រើកន្លែងសំណង់របស់អ្នកបើកតំបន់សេវាកម្មបណ្ដោះអាសន្នតូចមួយហាងលក់ទំនិញហាងបាយធំមួយឬសូម្បីតែរោងកុនក្រាគេនឹងចាត់ទុកអ្នកជាដៃគូដែលមានចាក់និងមានទំនួលខុសត្រូវអ្នកដែលអាចជួយទ្រទ្រង់ផ្នែកខាងក្រៅនិងដោះស្រាយបញ្ហាឲ្យគេនៅពេលនោះសន្តាគាររបស់លេងជាអគារឯកទៀតហើយតែជាមជ្ឈមណ្ឌលសេវាកម្មគ្រប់គ្រងគម្រោងលីវេមិននៅហ៊ានមករករឿងអ្នកគាត់ហ៊ានប្រឆាំងនឹងគម្រោងប្រលានទាំងមូលខ្ញុំកាន់ទូរស័ព្ទញ័រទាំងរំភើបចៅវ៉ាន់បើកទ្វារថ្មីមួយឲ្យខ្ញុំចៅអានអ្នកពិតជាមនុស្សពូកែខ្ញុំមិនមែនជាមនុស្សពូកែតែអ្នកជាអ្នកផ្ដោតគំនិតដែលគិតឃើញសង់សន្តាគារក្បែរប្រលានយន្តហោះមិនមែនជាមនុស្សល្ងីល្ងយទេរឿងនេះត្រូវធ្វើឲ្យលឿនមុនពេលលីវេមានដុតរបស់លើកក្រោយយើងមិនអាចទុកតបសេះឲ្យតើខ្ញុំត្រូវធ្វើអ្វីខ្លះទៅរកពូវាងគាត់មានកម្មករនិងជំនាញសង់រោងតូចមួយបើកហាងបាយធំគឺងាយស្រួលសម្រាប់គាត់រឿងប្រភពទំនាក់អាចតាក់ទងផ្សារដុំក្នុងទីក្រុងខ្ញុំនឹងឲ្យលេខទូរស័ព្ទពួកគេជាអតិថិជនសំខាន់បំផុតគឺតម្លៃត្រូវសមរម្យហើយរបស់ត្រូវស្អាតនិងអនាម័យយើងមិនចង់បានប្រាក់ចំណេញច្រើនគឺចង់បានចិត្តមនុស្សខ្ញុំយល់ពេលដាក់ទូរស័ព្ទខ្ញុំមានអារម្មណ៍ថាកសិកាទាំងអស់រំភើបខ្ញុំទៅរកពូវាងនៅយប់ប្រាប់គាត់ពីគំនិតខ្ញុំពូវាងផ្ទះផ្លូវថាគំនិតនេះល្អណាស់ខ្ញុំអាណិតបងប្អូននៅប្រលានយន្តហោះយូរហើយរាល់ថ្ងៃតែញ៉ាំបាយ Monster តែគ្មានរសជាតិយើងបើកហាងបាយធំធ្វើស្រាបៀរនិងសាច់អាំងពួកគេប្រកាសជាសប្បាយចិត្តកុំបារម្ភទុកឲ្យខ្ញុំស្អែកខ្ញុំនឹងនាំមនុស្សមករៀបចំកន្លែងក្នុងរយៈពេល3ថ្ងៃប្រកាសជាបើកដំណើរសមត្ថភាពពូវាងលើសពីការស្មានថ្ងៃទី3ធ្វើពីបំពង់ដែកនិងសន្លឹកដែកពណ៌ទីផ្សារអាហារធំនិងសាមញ្ញក៏លេចចេញជារូបរាងខ្ញុំដាក់ឈ្មោះវាថាស្ថានីយ៍ប្រេងទាំងឲ្យកម្លាំងចិត្តកម្មនិងឲ្យកម្លាំងចិត្តខ្លួនឯងក្នុងពេលជាមនុស្សរបស់លីវេមានតាមដានយើងដោយសម្ងាត់ពួកគេឃើញយើងមិនសង់សន្តាសង់រោងវិញក៏ឆ្ងល់ថ្ងៃបើកហាងបាយធំស្ថានីយ៍ប្រេងខ្ញុំធ្វើពិធីតូចមួយខ្ញុំគ្រាន់តែសរសេរអក្សរធំលើក្រដាសក្រហមពិតនៅមាត់ទ្វារថ្ងៃមុនបើកដំហូបនិងស្រាទាំងអស់កាត់ពាក់កណ្ដាលខ្ញុំក៏ឲ្យពូវាងចាត់កម្មករទៅចែកខិតបាននៅមាត់ទ្វារកន្លែងសាងសង់ប្រឡប់មេឃមិនទាន់ងឹតទាំងដឹងជប់ធ្វើការនៅកន្លែងសាងសង់ប្រលានយន្តហោះកម្មកររាប់រយនាក់ហូរចេញដូចទឹកជំនន់ពីមាត់ទ្វារធំភាគច្រើនពួកគេពេញទៅដោយស្អុយរលួយពេលឃើញខាងយើងភ្លឺដូចថ្ងៃធំក្លិនសាច់អាំងនិងក្លិនឆ្អិនពីលើគ្រប់គ្នាស្លងចិត្តកន្លែងនោះជាអ្វីបានជាដូចជាកន្លែងញ៉ាំបាយឈ្មោះអីស្ថានីយ៍ប្រេងដើរទៅមើលភ្ញៀវទី1ជាបរិះវ័យក្មេងម្នាក់មុខនៅមានស្មារតីគាត់ដើរចូលមកដោយប្រយ័ត្នប្រយែងមើលនុយហើយសួរខ្ញុំថៅកែនៅទីនេះពិតជាកាត់ពាក់កណ្ដាលតម្លៃមែនទេពិតមែនឲ្យខ្ញុំមួយចានសាច់ជ្រូកឆាបញ្ច្រាស់ដាក់បានបន្ថែមពងមាន់2គ្រាប់បាទខ្ញុំធ្វើម្ហូបដោយខ្លួនឯងដោយល្បឿនលឿនបំផុតយកមួយចានក្តៅពេញដោយគ្រឿងដាក់នៅមុខគាត់បរិះវ័យក្មេងមើលគំនោដូចនំតូចនៃសាច់ជ្រូកឆានៃគាត់ដូចជាស្រឡាំងកាំងគាត់ភ្លុករួចចាប់ផ្ដើមស៊ីយ៉ាងលឿនដូចជាឃ្លាន3ថ្ងៃ3យប់មិនយូរប៉ុន្មានភ្ញៀវទី2ទី3ក៏មកកន្លះម៉ោងក្រោយស្ថានីយ៍ប្រេងពេញទៅដោយមនុស្សពួកគេអង្គុយចាប់យកម្ហូបបន្តិចបន្តួចនិងស្រាបៀរអារម្មណ៍ដែលត្រូវបានសង្កត់ពេញមួយថ្ងៃនៅកន្លែងក្រោមឥទ្ធិពលនៃស្រានិងអាហារត្រូវបានបញ្ចេញចេញទាំងរាត្រីដែលធ្លាប់ស្ងាត់ជ្រុងត្រូវបានដុតបំផ្លាញដោយសម្លេងរំខានដែលពោពេញនេះពើវាងនឹងកម្មកររបស់គាត់ក៏នៅទៅមួយផឹកស្រារហូតដល់មុខប៉ុន្មានថ្ងៃបន្ទាប់អាជីវកម្មស្ថានីយ៍ប្រេងកាន់តែរីកចម្រើនដំណឹងថាមានហាងអាហារស៊ូគូនៅក្បែរប្រលានយន្តហោះវារីករាលដាលដូចស្លាបក្នុងចំណោមកម្មកររាប់ពាន់រឿងនេះក៏ទៅដល់ត្រចៀកលីវេមីនល្ងាចមួយនោះអូឌីពណ៌ខ្មៅឈប់ក្បែរស្ថានីយ៍ប្រេងលីវេមីនបើកបង្អួចឡាគាត់អាប់អួរក្បែរគាត់មានក្មេងសក់លឿងម្នាក់ដែលមើលទៅអសុរោះនោះគឺក្មួយប្រុសរបស់គាត់ឈ្មោះក្មេងទំនើងល្បីក្នុងស្រុកនេះមានសមត្ថភាពដែរចេះគិតរកវិធីបែបនេះគាត់ចង់ធ្វើជំនួញមែនអញ្ចឹងទៅខ្ញុំនឹងជួយគាត់និយាយចប់គាត់រុញទ្វារឡាននាំក្មេងទំនើង2 3នាក់ដែលស្លៀកពាក់ដើរចូលមកស្ថានីយ៍ប្រេងរបស់ខ្ញុំយ៉ាងក្រអឺតក្រទមពេលគេចូលមកគេចិត្តនីទាត់ទៅមួយឲ្យដួលសំឡេងក្រាំងមួយយ៉ាងធ្វើឲ្យបរិយាកាសអ៊ូអរស្ងាត់ភ្លាមកម្មករដែលកំពុងញ៉ាំបាយស្រពោនមកគេមើលដឹងភ្លាមថាពួកនេះមករករឿងខ្ញុំដើរចេញពីផ្ទះបាយមកដោះអាវផាយចេញបងប្អូនចង់ញ៉ាំអីដែរឯងជាម្ចាស់ហាងមែនយើងមិនមកញ៉ាំអីទេយើងមកទារថ្លៃការពារនៅស្រុកអាននីងនេះចង់ធ្វើជំនួញត្រូវតែគោរពច្បាប់យើងរាល់ខែគាត់លើកដៃ5រាមខ្ញុំមិនទាន់និយាយទៅក្បែរនោះបរិះខ្លាំងពូកែម្នាក់ក្រោកឈរភ្លាមគាត់ជាអ្នកមកការនៅកន្លែងសាងសង់ប្រលាននាមត្រកូលចាងជាមនុស្សតែរាល់ថ្ងៃមកញ៉ាំបាយនៅឯងរាវជាអ្នកណាមករករឿងនៅទីនេះឯងជាអ្វីទៅរឿងមនុស្សធំគុំលូកដៃបើមិនដូច្នោះទេវីអញដែរអ្នកមកការចាងសាយគាត់មិននិយាយអីគ្រាន់តែយកដបស្រាបៀរទេមួយពីលើតុគ្រាន់តែច្របាច់ស្រាសូប៉ាក់មួយដបកែវបែកជាដុំតូចនៅក្នុងដៃគាត់លីឆាំងនិងកូនក្មេងរបស់គាត់ស្នាមញឹមនៅលើមុខគេក៏បន្ទាប់មកពីគ្រប់ទីមានមនុស្សរាប់សិបនាក់ជាកម្មករខ្លាំងក្រោកខ្លះកាន់ដបស្រាអ្នកខ្លះកាន់កៅអីគេមិននិយាយអ្វីទេគ្រាន់តែដើរមកឡំពាត់ចាក់សោរលីឆាំងនិងកូនក្មេងនៅកម្មករទាំងនេះមកពីគ្រប់ទីធ្វើការនៅកន្លែងសំណង់អស់ច្រើនគេប្រហែលជាមិនមានចំណេះដឹងតែគេមានស្មារតីសាមគ្គីគ្នាសាមញ្ញខ្ញុំឲ្យគេបាយថោកឆ្ងាញ់គេក៏ស្ម័គ្រចិត្តជួយខ្ញុំលីហ្វេមនុស្សមិនធម្មតាគេគ្រាន់តែគំរាមអ្នកស្រុកស្លូតត្រង់ឥឡូវត្រូវបរិះខ្លាំងរាប់សិបអ្នកឡំពាត់ជើងគេចាប់ផ្ដើមញ័រឯងចង់ធ្វើអីប្រាប់ឯងឲ្យដឹងខ្ញុំឈ្មោះលីវេមីនជាពួយចុះឪពុកឯងជាព្រះអធិបតីឬចេញទៅឆ្ងាយកុំឲ្យយើងចាប់ផ្ដើមលីហ្វីចង់និយាយពាក្យគំរាមប៉ុន្តែឃើញមនុស្សកាន់តែច្រើនឡំពាត់នឹងភ្នែកដែលអាចហែកគេជាដុំគេភ័យខ្លាចទាំងស្រុងយើងទៅគេនាំកូនក្មេងរត់គេចខ្លួនយ៉ាងអាម៉ាស់សំណាច់សាទរផ្ទុះឡើងក្នុងហ្វូងមនុស្សខ្ញុំមើលក្នុងលីហ្វីរត់គេចយ៉ាងអាម៉ាស់ហើយមើលកម្មករដែលការពារខ្ញុំចិត្តខ្ញុំមានអារម្មណ៍កក់ក្ដៅខ្ញុំដើរទៅក្រាបថ្វាយបង្គំលោកចាងគង់ហាបងចាងនិងលោកគ្រូទាំងអស់ថ្ងៃនេះអរគុណអ្នកទាំងអស់គ្នាអ
អរគុណអីយើងគ្រាន់តែមិនចូលចិត្តពួកក្មេងទំនើបលោកហ៊ូកន្លែងនេះយើងឆ្អែតហើយពីនេះទៅអ្នកណាហ៊ានមករកគឺប្រឆាំងនឹងបងប្អូនយើងរាប់ពាន់គាត់ទទួលបានការគ្រប់គ្រងពីអ្នករាល់គ្នាមែនហើយមករករឿងបងប្អូនយើងរាប់ពាន់នាក់នៅក្នុងឡានអូឌីឆ្ងាយលីវេមិនមើលកូនប្រុសបងត្រូវគេដេញចេញមកយ៉ាងអាម៉ាស់ខឹងរហូតដល់ញ័រគាត់វីកណ្ដាប់ដៃទៅលើចង្កូតដឹងថារឿងហួសពីការគ្រប់គ្រងហើយនៅកន្លែងផ្ទះ4ជាន់របស់ខ្ញុំសង់រួចរាល់កំពុងចាំតុបតែងមុខផ្ទះខ្ញុំដាក់ឈ្មោះវាថាសន្តាគារមេឃខ្ញុំចង់ឲ្យអ្នកមើលងាយខ្ញុំទាំងគ្រាន់តែញើយមើលខ្ញុំពីក្រោមដីក្រោយពីលីហ្វីរត់ចេញយ៉ាងអាម៉ាស់បរិយាកាសនៅស្ថានីយ៍ប្រេងក្តៅខ្លាំងមិនធ្លាប់មានយប់នោះពលករច្រើនទៅត្រូវលើកលែងខ្ញុំថាអរគុណគ្រប់គ្នាតែគេទូចឲ្យខ្ញុំយកលុយវិញស៊ូឆាវបើឯងរាប់អានពួកយើងជាបងប្អូនយកលុយទៅវិញទៅយើងជួយឯងមិនមែនចង់បានប្រយោជន៍ទេយើងគិតថាឯងក្មេងហ៊ានប្រឈមមុខជាមួយគេក្លាហានយើងគោរពឯងជាមនុស្សទ្រាំមិនបានខ្ញុំក៏ត្រូវយកលុយតែខ្ញុំដឹងច្បាស់អ្វីដែលខ្ញុំបានមានតម្លៃជាងលុយខ្ញុំបានចិត្តមនុស្សរឿងរ៉ាវឆាប់ទៅដល់ត្រជាគណៈកម្មការគម្រោងអាកាសយានដ្ឋានដំបូងគេតាន់តឹងណាស់ពលកររាប់ពាន់អ្នកប្រមូលផ្ដុំនៅកន្លែងឯកជនដែលមិនស្ថិតក្រោមការសម្រាប់គេជាគ្រោះថ្នាក់សន្តិសុខធំគេថាគណៈកម្មការប្រជុំពេញមួយយប់ដកស្ថានីយ៍ប្រេងគាត់ភ្លាមបង្ខំពលករទាំងអស់ឲ្យត្រឡប់ទៅការដ្ឋានបិទជិតសំណើនេះត្រូវបានអ្នកទទួលខុសត្រូវសំណងជំទាស់យ៉ាងខ្លាំងពលករក៏ជាមនុស្សមិនមែនម៉ាស៊ីនទេបើបង្ខំគេឲ្យនៅក្នុងកន្លែងនឹងធ្វើឲ្យចំនួននិងសម្ពាធកាន់តែច្រើនមិនយូរក៏មានរឿងធំហើយស្ថានីយ៍ប្រេងនោះវាជាវិធីល្អឥតខ្ចោះដើម្បីបន្ធូរអារម្មណ៍ជំនួសឲ្យការមើលវាជាការគំរាមយើងអាចបង្វែរវាទៅជាដៃគូដែលអាចគ្រប់គ្រងដូច្នេះនៅរសៀលថ្ងៃមួយដែលមានពន្លឺថ្ងៃល្អឡានមួយដែលមានស្លាកឡានអូហ្វរ៉ូដដែលមានស្លាកសញ្ញាក្រុមសាងសង់អាកាសយានបានឈប់នៅមុខការដ្ឋានរបស់បុរសម្នាក់អាយុប្រហែល30ឆ្នាំចុះគាត់ពាក់អាវស្អាតហើយពាក់វ៉ែនតាស៊ុំមាសមើលទៅសុភាពរៀបសារគាត់ដើរត្រង់មករកខ្ញុំហើយសួរថាតើអ្នកឈ្មោះស៊ូឆាវជាម្ចាស់ខ្ញុំនឹងហើយសួស្ដីខ្ញុំឈ្មោះឈឿនម៉ូជាអនុប្រធានផ្នែកភស្តុភារនៃគម្រោងអាកាសយានដ្ឋានតើខ្ញុំអាចនិយាយជាមួយខ្ញុំស្ទាក់ស្ទើរបន្តិចតែនៅតែចាប់ដៃយើងអង្គុយនៅតុទេមួយក្បែរស្ថានីយ៍ប្រេងខ្ញុំចាក់តែត្រជាឲ្យគាត់លោកប្រធានឈឿនមានការអ្វីមករកខ្ញុំទេលោកម្ចាស់ស៊ូកុំបារម្ភខ្ញុំមកមិនមែនរករឿងទេខ្ញុំមកសុំសហការបាទក្រុមការងារយើងបានហើយយកស្របថាស្ថានីយ៍បានជួយជំរុញគម្រោងអាកាសយានដ្ឋានឲ្យបានរួមចំណែកយ៉ាងធំធេងយើងសូមអរគុណអ្នកដែលបានផ្ដល់កន្លែងសម្រាប់លំហែដ៏ល្អដល់យើងចង់ចុះកិច្ចសន្យាហការជាផ្លូវការជាមួយអ្នកឈឿនមកយកឯកសារមួយចេញពីកាបូបដោយក្រុមគម្រោងយើងនឹងផ្ដល់សិទ្ធិជាផ្លូវការដល់ឲ្យខ្លាយជាតំបន់សេវាកម្មលេខ1នៃគម្រោងយើងនឹងផ្ដល់ផ្លាកសញ្ញាផ្លូវការឲ្យអ្នកហើយរៀងរាល់ខែយើងនឹងឲ្យប្រាក់ឧបត្ថម្ភអ្នកយើងមានតម្រូវការតែតម្រូវការអ្វីត្រូវធានាសុវត្ថិភាពចំណីនិងរក្សាតម្លៃឲ្យមានឲ្យកម្មករអាចបរិភោគដោយជឿជាក់និងសប្បាយចិត្តឈឿនមើលមកគ្នាគាត់ពោពេញដោយភាពស្មោះត្រង់លោកម្ចាស់ស៊ូយើងដឹងថាតម្លៃដែលអ្នកកំណត់ឥឡូវនេះស្ទើរតែគ្មានប្រាក់យើងនឹងឲ្យប្រាក់ឧបត្ថម្ភអ្នកខ្ញុំគ្រាន់តែសង្ឃឹមថាអ្នកនឹងបន្តរឿងធ្វើវាឲ្យបានយូរអ្នកបានជួយយើងរក្សាផ្នែកខាងក្រោយឲ្យទើបយើងអាចសាងសង់នៅជួរមុខដោយសុខសាន្តខ្ញុំមើលកិច្ចសន្យានៅលើតុមើលពាក្យសហការនៅលើនោះភ្នែកខ្ញុំស្រាប់តែក្តៅឡើងយុទ្ធសាស្ត្ររបស់ចៅបិឈ្នះនោះស្រាប់តែសម្រេចបានតាមរបៀបដែលខ្ញុំមិននឹកស្មានបានសម្រេចខ្ញុំមិនត្រឹមតែខ្លាយជាសម្ព័ន្ធមិត្តនៃគម្រោងខ្ញុំក៏ខ្លាយជាមនុស្សរបស់ពួកគេដែរខ្ញុំយកបិចចុះហត្ថលេខាលើកិច្ចសន្យាចេញមកអសបាយយកកិច្ចសន្យាទៅលោកស៊ូសហការដោយរីករាយបើមានអ្វីត្រូវការជំនួយឬមានអ្នកណាមករំខានអ្នកអាចទូរស័ព្ទមកគាត់ហុចនាមបានមួយសន្លឹកខ្ញុំមើលងារនាយករងនៅលើនាមនៃនាយកដ្ឋានធានារ៉ាប់រងថ្មធំមួយក្នុងចិត្តខ្ញុំក៏ធ្លាក់ចុះពេលចេញមកចេញខ្ញុំទូរស័ព្ទទៅចៅវ៉ាន់ភ្លាមយើងជោគជ័យហើយខ្ញុំដឹងតាំងពីយូរហើយចាំថាពេលអ្នកអាចផ្ដល់តម្លៃដែលអ្នកដទៃមិនអាចបដិសេធបានអ្នកនឹងក្លាយជាដៃគូដែលគ្រប់គ្នាចង់តាក់ទាញមិនមែនជាសក្តិគន្ធីដែលគេអាចជន់ឈ្លីបានទេចាប់ពីពេលនេះទៅសមរភូមិរបស់អ្នកបានឡើងកម្រិតហើយថ្ងៃបន្ទាប់ស្លាកពណ៌ខៀវថ្មីមួយត្រូវបានព្យួរនៅកន្លែងដែលលេចធ្លោជាងគេនៅកន្លែងដែលលេចនៅលើនោះមានអក្សរសុងទីពណ៌ស្ពីជួរសេវាកម្មជីវិតដែលបានកំណត់នៃគម្រោងប្រលានយន្តហោះអានីងតំបន់ខុសការិយាល័យសាងសង់ប្រលានយន្តហោះផលិតដោយនាយកដ្ឋានធានារ៉ាប់រងពេលវាត្រូវបានព្យួរបរិយាកាសទាំងមូលនៃស្ថានីយ៍ប្រេងបានកម្មករមើលស្លាកនេះក្នុងរបស់ពួកគេកាន់តែការមកទីនេះលែងគ្រាន់តែញ៉ាំបាយផឹកស្រាទៀតហើយប៉ុន្តែជាការទទួលស្គាល់សេវាកម្មឯករាជ្យសញ្ញាក៏បានផ្លាស់ប្ដូរពីអ្នកជំនួញឯកជនដែលមានជំនួយទៅជាអ្នកជំនួញក្រហមដែលស្របច្បាប់ខ្ញុំអាចមានអារម្មណ៍យ៉ាងឆ្នេររបស់លីវេមីនដែលមើលគ្រប់កន្លែងបន្ទាប់ពីឃើញផ្លាកនេះក៏ស្ងាត់ទៅវិញយ៉ាងហោចណាស់មួយសប្តាហ៍បន្ទាប់មិនមានរឿងរំខានអ្វីទៀតទេតែបញ្ហាមកដល់ក្រោយតាមរបៀបដែលខ្ញុំមិននឹកស្មានព្រឹកនោះអ្នកបើកឡានដឹកសាច់ជ្រូកឈ្មោះលីមករកខ្ញុំទាំងទឹកមុខគ្រីលោកហ៊ូសុំទោសផងថ្ងៃនេះសាច់ប្រហែលជាមិនអាចដឹកមកបានទេមានរឿងអីលោកលីខ្ញុំទៅយកទំនិញពីប្រលាក់កណ្ដាលផ្លូវត្រូវប៉ូលីសស្រុកខត់ថាខ្ញុំផ្ទុកលើសទម្ងន់ចង់រឹបឡាននឹងពីឡានខ្ញុំផ្ទុកមិនដល់ពាក់កណ្ដាលទម្ងន់កំណត់ផងមិនអាចផ្ទុកលើសទម្ងន់ខ្ញុំទៅជែកថាម៉ាស៊ីនវាស់ឃើញថាលើឲ្យខ្ញុំបង់ប្រាក់ពីនៃបើមិនអញ្ចឹងទេរឹបឡានខ្ញុំធ្លាក់ចុះភ្លាមនេះមិនមែនជារឿងចៃដន្យទេនេះជាល្បិចថ្មីរបស់លីវេមីគាត់មិនហ៊ានធ្វើបាបខ្ញុំផ្ទាល់ទៀតក៏ចាប់ផ្ដើមវាយប្រហារពីខាងលើខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្ញុំមិនត្រឹមតែខ្ញុំរឹកនេះអ្នកដឹកបន្លែនិងអ្នកដឹកប្រេងច្រើនគ្រឿងសុទ្ធតែត្រូវគេឃាត់នៅផ្លូវផ្សេងរកលេសច្រើនបែបថាឧស្មាន់ផ្សងមិនបានថាឡានមិនស្អាតសរុបទៅគឺរកវិធីពីនៃនឹងរឹបឥឡូវអ្នកបើកឡានដឹកទំនិញក្នុងស្រុកគ្មានអ្នកណាហ៊ានមករកលោកគេខ្លាចអស់ហើយនិយាយចប់ខ្ញុំដឹកលោកលីចេញហើយចូលផ្ទះបាយឃើញកន្ត្រកទេល្បិចដកឈើពីក្រោមលីវេមានចង់កាត់ផ្លូវខ្ញុំស្ថានីយ៍ប្រេងត្រូវការគ្រឿងឧបភោគច្រើនរាល់ថ្ងៃបើខ្សែសង្វាក់ផ្គត់មិនដល់2ថ្ងៃទេខ្ញុំត្រូវបិទពេលថ្ងៃត្រង់ផលពីការខ្វះខាតគ្រឿងឧបភោគកម្មករច្រើនអ្នកចង់បានមុខតែធ្វើមិនបានព្រោះគ្មានវត្ថុទោះបីគេថាយល់ក៏ដោយតែខ្ញុំមើលឃើញការខកចិត្តក្នុងភ្នែកខ្ញុំក៏ទូរស័ព្ទទៅស្ងាត់ប្រាប់គាត់ពីស្ថានភាពស្ងាត់ខឹងយ៉ាងខ្លាំងតាមទូរស័ព្ទថាមិនសមរម្យទេនេះវាដូចជាលេងសើចវាបំផ្លាញការងារប្រលានយន្តហោះគាត់សន្យាថានឹងទៅនិយាយជាមួយស្រុកភ្លីតែ1ម៉ោងក្រោយគាត់ទូរស័ព្ទមកវិញសំឡេងពេញទៅដោយភាពអស់ខ្ញុំទៅជួបគេហើយគេថាព្រមតាមមាត់ថានឹងដោះស្រាយតែអ្នកក្រោមគឺយ៉ាងហ្វឹងរូបគេនៅតែរៀបចំគ្រប់វិជាខ្សែសង្វាក់ផលយើងជាទីបញ្ជាការមានសិទ្ធិគ្រប់គ្រងផ្ទាល់លើរដ្ឋបាលមូលដ្ឋានពួកនេះកំពុងលេងរឹងរូសជាមួយយើងលេងគុនក្បាច់ចិនខ្ញុំយល់ស្ងាត់ក៏អស់ពីតែលីវេមីនជាមនុស្សរឹងរូសមិនស្ដាប់អ្នកណាខ្ញុំត្រូវរកផ្លូវខ្លួនឯងឲ្យចេញខ្ញុំនឹកដល់ចៅវ៉ាន់ទូរស័ព្ទទៅនាងចៅវ៉ាន់ជួយខ្ញុំបន្តិចសារទំនាក់ទំនងខ្សែអូនឲ្យពីមុននៅទេនៅអីមានរឿងអីកាត់អីហ្នឹងខ្ញុំប្រាប់នាងពីល្បិចនិងបញ្ហារបស់ខ្ញុំដោយសង្ឃឹមចៅវ៉ាន់នៅស្ងៀមប៉ុន្មានវិនាទីថាពិតជាអាក្រក់មែនគេចង់ឲ្យអ្នកអស់ផ្លូវតែអ្នកគិតធ្វើអីទិញពីក្រុងចម្ងាយឆ្ងាយណាស់ថ្លៃដើមនឹងខ្ពស់ហើយអ្នកគ្មានឡានអាចជួលបាន
ឬទិញដៃពីរមួយថ្លៃដើមខ្ពស់បន្តិចមិនអីទេប្រាក់ឧបត្ថម្ភពីលោកប្រធានឆេនអាចយកមកប្រើបានអ្វីដែលសំខាន់បំផុតខ្ញុំត្រូវគ្រប់គ្រងប្រភពទំនិញដោយខ្លួនឯងខ្ញុំមិនចង់ឲ្យគេច្របាច់ល្អក្លាហានណាស់នេះហើយជាអ្នករឿងឡានទុកឲ្យខ្ញុំមានអតិថិជនលក់ឡានដៃពីរឲ្យគាត់រកឲ្យអ្នកឡានដឹកទំនិញតូចមួយរក្សាខ្ញុំជួយលុយខ្ញុំដាក់ឲ្យមុនមិនបាច់បារម្ភពីខ្ញុំនឹងជួយនិយាយជាមួយផ្សារលក់ឲ្យគេទុកទំនិញល្អបំផុតនិងតម្លៃលក់ដុំថប់អ្នកគ្រាន់តែចាំស្រុកអាននាងគ្រាន់តែជាស្រះលីវេមីងជាត្រីធំក្នុងតែចេញពីស្រះគាត់គ្មានតម្លៃអីទេអ្វីដែលអ្នកត្រូវដាក់រឿងរបស់អ្នកនៅក្នុង